ជំរាបសួរបងប្អូនទាំងអស់គ្នានេះបាន2ឆ្នាំគត់និយាយរួមដល់ខែ10ឆ្នាំ2023ខ្ញុំមកយកកណាឥឡូវនេះខែ10ឆ្នាំ2025កណាមកផ្ទះវិញហើយនៅផ្ទះគាត់ក៏ជាកូនសេចបើនៅផ្ទះអញ្ចឹងគាត់មានក្តីស្រឡាញ់ពីម៉ាក់ប៉ារបស់គាត់ដូចខ្ញុំនិយាយអញ្ចឹងគ្មានស្អីដែលសំខាន់ជាងគ្មានក្តីស្រឡាញ់ណាធំជាងម៉ាក់ប៉ាអញ្ចឹងថ្ងៃនេះកណាគាត់មកនៅផ្ទះវិញហើយសម្រាប់គាត់មកនៅផ្ទះតែការរៀនសូត្រគឺនៅភារៈរបស់អង្គការអញ្ចឹងកណាគាត់នៅនេះគាត់នឹងរៀនហើយគាត់រៀនរហូតដល់ប្រឡងបាក់ឌុបពេលណាបាក់ឌុបជាប់ពួកគាត់ទៅរៀនមហាវិទ្យាល័យនៅក្នុងអង្គការវិសិវិញតើស៊ូស៊ូអត់គាត់ហើយម៉ែចាស់នឹងមកលេងគាត់រៀងរាល់ឆ្នាំបើអាចបាន6ខែអាចមកម្ដងមិនតែចាំមើលសិនឲ្យសាម៉ែឡើងតែចាស់ទៅហើយតែរឿងឆ្នាំដល់តែមកហើយថ្ងៃនេះសន្យាថាមកឈឺភ្នែកក៏ត្រូវទៅជូនមកដែរព្រោះសន្យាមិនគាត់ដល់បងប្អូនចឹងកុំឲ្យខុសសន្យាចឹងចង់និយាយថាកូននៅក្នុងអង្គការវិសិគឺយើងចាំរយៈពេលយូរហើយគាត់នៅក្នុងអង្គការវិសិបើសិនជាគាត់មានពុកម្ដាយគាត់ល្អគ្រួសារគាត់កក់ក្ដៅគ្រួសារគាត់កក់ក្ដៅពេលណាគាត់ចាប់តឡាការចាប់អីអស់កូននឹងត្រឡប់មកផ្ទះវិញជាមួយនឹងការឧបត្ថម្ភការរៀនសូត្រតាមរយៈអង្គការវិសិហើយចំពោះកូននៅគាត់មានបញ្ហានៅក្នុងគ្រួសារនឹងបានគាត់នៅក្នុងអង្គការវិសិរយៈពេលយូររហូតដល់គាត់ប្រឡងបាក់ឌុបប្រឡងរៀនជាប់មហាវិទ្យាល័យអីចឹងទៅតែចំពោះកូនគាត់មានគ្រួសារច្បាស់ណាស់ដែលយើងលើកទឹកចិត្តឲ្យគ្រួសារទទួលយកកូនវិញហើយលើកទឹកចិត្តឲ្យគាត់មកដាំក្តីស្រឡាញ់ជាមួយគ្រួសារវិញដូចខ្ញុំនិយាយចឹងថាគ្មានកន្លែងណាដែលល្អប្រសើរជាងគ្រួសារទេខ្ញុំគាត់តែជាម៉ែទី2របស់គាត់ទេណាកូនណាយំបន្តិចមិញតែអត់អីអរគុណបងប្អូនជម្រាបលាបងប្អូន